ហើយតែមិនជាយើងត្រូវចេះកំណត់ពេលវេលាហើយថាមួយយ៉ាងដែលយើងត្រូវចេះកំណត់ពេលវេលាគឺទី1ការគ្រប់គ្រងពេលវេលាការដែលយើងចេះគ្រប់គ្រងពេលវេលាគឺអាចជួយឲ្យយើងដឹងថាយើងគួរចាប់ផ្ដើមនិងបញ្ចប់នៅពេលណាមិនតែប៉ុណ្ណោះវាព្រមទាំងធ្វើឲ្យយើងមិនអាចពន្យាពេលថែមទៀតផងទី2គឺបង្កើនការទទួលខុសត្រូវការដែលយើងចេះកំណត់ពេលវេលានៅពេលធ្វើអ្វីមួយឲ្យបានជាក់លាក់វាធ្វើឲ្យយើងមានវិន័យនិងបង្កើនការទទួលខុសត្រូវលើការងាររបស់ខ្លួនទី3គឺបង្កើនប្រសិទ្ធភាពការងារព្រោះយើងបានដឹងហើយថាពេលវេលាពិតជាមានតម្លៃបើយើងចេះប្រើប្រាស់វាឲ្យត្រូវនឹងតម្លៃនោះវាធ្វើឲ្យយើងទទួលបានលទ្ធផលលឿននិងមានគុណភាពនៃការងារផងដែរនោះគឺការធ្វើការជាក្រុមការដែលមានពេលកំណត់ធ្វើឲ្យក្រុមធ្វើការយ៉ាងរួសរាន់ជៀសវាងការពន្យាពេលរបស់គ្នាទៅវិញទៅមកជាឧទាហរណ៍សម្រាប់បងប្អូននិស្សិតត្រូវចេះកំណត់ពេលធ្វើ assignment ឲ្យបានហើយមុនថ្ងៃកំណត់1ទៅ2សប្តាហ៍ពីព្រោះការធ្វើបែបនេះគឺអាចធ្វើឲ្យយើងទទួលបានលទ្ធផលល្អដោយសារតែយើងអាចមានពេលសម្រាប់ពិនិត្យនឹងការ assignment របស់យើងប៉ុន្មានកុំវល់ណៃ policy ណាមិនល្អទេចឹងសរុបសេចក្តីមកនៅពេលដែលយើងធ្វើអ្វីមួយដែលមានពេលកំណត់វាធ្វើឲ្យយើងមានវិន័យមានទំនួលខុសត្រូវនិងធ្វើឲ្យយើងទទួលបានលទ្ធផលល្អថែមទៀតផង